សូមគោរពនឹងជម្រាបសួរដល់បងប្អូននិងមិត្តទាំងអស់គ្នាដែលចូលមកកាន់វីដេអូមួយនេះបាទខ្ញុំបាទចាស់ Channel សូមបង្ហាញនៅវីដេអូមួយដែលសង្ឃឹមថាបងប្អូននឹងចូលចិត្តជួយចុច like ហើយបើសិនជាចង់បានវីដេអូថ្មីពី Channel ខ្ញុំបាទជួយចុច Subscribe ដាក់រូបកណ្ដឹងម្នាក់មួយបាទអ្នកដែលបានតន់ចុច Subscribe ជួយចុចម្នាក់មួយផងអរគុណទុកជាមុនបាទអញ្ចឹងយើងមកធ្វើការរីកបញ្ចូលទាំងអស់គ្នាបាទអញ្ចឹងយើងដាក់រងជ័រចូលហើយយើងដាក់រងកន្លាក់នេះទប់ហើយយើងដាក់រងជើង3ចូលហើយនៅខាងនេះគឺមានរងស្ដើងមួយសន្លឹកចំពោះ Wave 110 Wave ចិនសង់កូរ៉េគឺមានរងស្ដើងណាហើយបើចំពោះឆ្លាម Wave 02គឺរងរាងក្រាស់ណាបាទយើងចាំប៉ុណ្្នឹងទៅហើយយើងធ្វើការរៀបស្បែកបញ្ចូលឥឡូវយើងមកស្គាល់ស្បែកសិននេះគឺងើណាចាំងើធំហើយនេះគឺផ្លាតូក្រាស់បាទផ្លាតូក្រាស់នេះផ្លាតូបង្គោល4បាទនេះផ្លាតូបង្គោល4យើងស្គាល់ពីគ្រឿងចាំយើងចាត់ធ្វើការរៀបបញ្ចូលណាហើយនេះគឺផ្លាតូស្ដើងមាន3សន្លឹកហើយនេះគឺស្បែកអំប្រិយាណាស្បែកអំប្រិយាមាន4សន្លឹកអូខេផ្លាតូ3ស្បែក4ហើយចំពោះនេះវិញគឺត្រឡោកស្បែកញាក់បាទនេះងើតូចហើយនេះគឺក្របអូតូម៉ាទិកពេលដែលម៉ូតូដាក់លេខឆក់រលត់ណាវាអាចកៀងក្របនឹងក៏មានហើយវាអាចលបើកស្បែកញាក់នេះបាទនេះគឺស្បែកញាក់គឺលបើកស្បែកនេះវាគៀបជាប់នឹងត្រឡោកធ្វើឲ្យម៉ូតូដាក់លេខឆក់រលត់ដូចគ្នាណាបាទឥឡូវយើងស្គាល់ប៉ុណ្ណឹងទៅយើងធ្វើការរៀបបញ្ចូលហើយនឹងនេះគឺត្រឡោកត្រូវខាងស្បែកអំប្រិយាណាចំពោះនៅពេលដែលយើងរៀបបញ្ចូលគឺត្រូវការវានៅពីខំស្បែកអំប្រិយាហើយអញ្ចឹងយើងធ្វើការរៀបបញ្ចូលទី1គឺយើងចាប់ដើមយើងរៀបផ្លាតូស្បែកហើយយើងធ្វើការដាក់ពេលបាទផ្លាតូបង្គោល4ហើយបាទយើងចាប់ដើមយកវាទៅដាក់ជាមួយនឹងងើណាបាទយើងកវល់វាឲ្យស្មើជ្រុងសិនមកបងប្អូនណាបាទឲ្យស្មើជ្រុងទាំងអស់ទាំងមកហើយយើងធ្វើការដាក់ជាមួយនឹងងើធំណាបាទគឺបែបនេះហើយបាទគឺយើងដាក់បែបនេះហើយបាទយើងដាក់ខាងនេះ3មកខាងនេះមួយសន្លឹកក៏បានឬក៏ដាក់មួយជួរនេះទាំងអស់ក៏បានបញ្ហាទេកន្លែងហ្នឹងហើយយើងយកគីឡូស្ពាន់ហ្នឹងបងប្អូនណាបាទហើយយើងធ្វើការដាក់ស្បែកចូលបាទដាក់ស្បែកចូលនេះបាទហើយយើងបវល់រស្ពឹកវាចឹងមកហើយទៅពេលធ្លាក់ចូលខ្លួនឯងណាបាទអញ្ចឹងយើងទៅពេលហើយយើងធ្វើការមើលកន្លែងនេះបើសិនជាវាអត់តន់ធ្លាក់ស្មើអញ្ចឹងវាបវល់អត់រួចចឹងឬតាំងអញ្ចឹងយើងដាក់វាស្មើមកអូខេអញ្ចឹងមកទៅពេលដាក់ហើយយើងបវល់មើលបងប្អូននេះបាទនេះគឺដាច់លេខបងប្អូនបើសិនជាយើងអត់បានដាក់នេះគឺវាអាចគីបណាពេលគីបវល់ទាំងអស់អញ្ចឹងម៉ូតូហ្នឹងអាចដាក់លេខដាច់បានទេទៅពេលដែលយើងអប់លេខអាចដាច់អញ្ចឹងទៅវាអាចអត់មានបាក់ស្ពាន់ឬក៏ភ្លេចដាក់រងខាងស្បែកខាងក្នុងស្បែកនេះបាទអញ្ចឹងយើងធ្វើការរឹតខ្សៅបាទនេះគឺរងរបស់វាមួយស្លឹកបើចំពោះពួកឆ្លាម Wave 02ហ្នឹងគឺវាเป็น2ស្លឹកហ្នឹងបាទហើយយើងធ្វើការរឹតខ្សៅទៅបាទហើយនឹងខ្សែតូចហ្នឹងណាយើងដាក់ខ្សែធំទៅខ្លាចវាចោលផ្ដាងយើងតែលេដាក់ដែរពេលយើងដាក់ខ្សែនេះធំខាងនេះទូចគឺវាខុសហើយបងប្អូនណាអញ្ចឹងពេលដែលយើងរឹតខ្សៅនេះធំអញ្ចឹងពេលដែលយើងផ្ដាច់លេគឺវាអាចដាច់ទេវាអាចកាល់ខ្សៅជាមួយនឹងអាស្ទះបាទវាអាចចាល់ខ្ចៅតែស្ទះហ្នឹងធ្វើឲ្យម៉ូតូហ្នឹងអាចដាច់លេខដែរណាបាទប្រយ័ត្នផងបាទបន្ទាប់ពីយើងរឹតខ្សែនេះតឹងហើយយើងចាប់ដើមធ្វើការដាក់រសចូលបងប្អូនបាទដាក់រសចូលមកអូខេហើយយើងដាក់រន4ចូលមកបាទអូខេអញ្ចឹងមកយើងធ្វើការដាក់ខ្សៅវា4គ្រាប់ហើយធ្វើការរឹតបញ្ចប់ឲ្យតឹងទៅរឹតខ្វែងគ្នាមួយកុំបខំបងប្អូនខ្សៅនេះហើយធ្វើការខ្សែរឹតតែម្ដងទៅបងប្អូនបាទរឹតខ្សៅនេះហើយអស់ចាំយើងរឹតខ្សៅពីរនេះណាបាទពីព្រោះវាស្រួលពេលយើងរឹតហើយយើងកាយើងពិបាកទៅទៅបាទត្រីសិនបាទនៅពេលដែលយើងរឹតខ្សៅ3ហ្នឹងឲ្យតឹងរួចរាល់ហើយចាំរឹតតឹងស្អាតហើយចាំយើងដាក់ខ្សៅបន្ថែមទៀតទៅបាទដើម្បីកុំឲ្យវាទើសស្បែកនេះណាចឹងមកយើងរឹតស្ងប់ទៅបាទបែរគ្នាចឹងទៅបាទរឹតស្ងប់ពីបាទបន្ទាប់ពីរឹតខ្សែ4នេះរួចហើយគឺយើងចាប់ដើមរឹតខ្សែ2នេះម្ដងបាទខ្សែត្រូវត្រឡោកឲ្យហើយទៅបន្ទាប់មកពីតបរឹតខ្សៅត្រឡោកនេះហើយគឺយើងធ្វើការដាក់ស្បែកចូលហើយយើងបញ្ជាក់ក្នុងស្បែកនេះផងអាសង្កូរ៉េគឺអត់មានរងក្រាស់ខ្លីទេហើយចំពោះ
ពីឆ្លាមអីគឺមានបងប្អូនបាទឆ្លាមរយស្វាត់អីគឺមានចឹងធ្វើដាក់រងក្រាស់ស្លឹកតែនេះសង់ការ៉េឬក៏វេ110គឺអត់មានទេណាបាទអញ្ចឹងធ្វើការដាក់បញ្ចូលតែម្ដងយើងដាក់រងស្តាំងចូលហើយយើងធ្វើការដាក់ខ្ចៅរឹតសម្រាប់តែម្ដងដែរអត់ទៅកន្លែងនេះគឺយើងធ្វើវាយដាក់វាកន្លែងកលាក់មកហើយយើងធ្វើការសម្រាប់វាហើយវាយចំកន្លែងកលាក់ហ្នឹងមកយើងធ្វើការបត់មុខបាទបត់វាជុំទៅបាទដើម្បីឲ្យវាដើររួចបងប្អូនទៅកន្លែងហ្នឹងតែយើងដើររួចគឺធ្វើឲ្យស្បែកហ្នឹងវាអត់អាចនឹងលាន់សលេឬក៏អត់សូវស្ទុះយ៉ាងណាមុនបាទដល់ពេលយើងខ្ទាស់ព្រះរួចរាល់ហើយយើងធ្វើការនេះបាទដាក់រងបិទស្បែកនេះបាទដើម្បីហើយយើងដាក់ការវាទៅព្រោះកន្លែងហ្នឹងក៏សំខាន់ដែរព្រោះថាវាអាចអត់ការពារបូមប្រេងបងប្អូនកន្លែងហ្នឹងគឺកន្លែងប្រេងបូមចូលទៅក្នុងការពារសង្វងជែនណាបាទហើយយើងធ្វើការវាតឹងដែរយកការវិជាព្រីកមកឲ្យវាជ្រាបប្រេងបានគឺយើងធ្វើការដាក់ផ្ដាំចូលបាទផ្ដាំហើយយើងដាក់សង្កេះទឹករលកបាទតែទឹករលកហើយយើងដាក់ពណ៌សេះណាគឺយើងត្រូវនេះកន្លែងនេះគឺមានសញ្ញាខ្វែងបងប្អូននេះកន្លែងនេះតែទឹករលកមានសញ្ញាខ្វែងហើយកន្លែងនេះគឺមានចំក្រាលតែនេះថ្មីអត់មានទេបងប្អូនណាបាទម៉ាស៊ីនមានហើយចំពោះអានេះវិញគឺមានចំណុចចុចមួយដើម្បីឲ្យវាសម្គាល់ឲ្យចំក្រាលវាត្រង់អញ្ចឹងណាកន្លែងនេះគឺសំខាន់បងប្អូនណាពីព្រោះនៅពេលដែលយើងរៀបស្បែកគឺអត់បញ្ហាទេស្បែកមិនតែដល់ពេលកន្លែងដាក់ខុសវាធ្វើឲ្យយើងបញ្ចូលលេខជួនកាលយើងដាក់មកមុខពេកវាជាន់ទៅបុកជាមួយនេះដាក់លេខអត់ចូលលេខហើយជួនកាលមកក្រោយសាំងលេខទៅមុខចូលតែមកក្រោយអត់ចូលដោយសារអីដោយសារយើងដាក់មកនេះពេកវាធ្វើឲ្យនេះស្ទែតទៅរលកនឹងជាប់កលាក់នេះគឺដាក់អត់ចូលដែរណាអញ្ចឹងយើងត្រូវការដាក់ចំកលាក់វាទៅណាបាទនៅពេលដែលយើងអត់មានចង្អុលនេះឬក៏អត់មានកណ្ដុរនេះយើងអាចសាកល្បងសាកមើលសិនណាយើងចូលលេខសាកមើលណាមកបាទហើយយើងបង្វិលស្បែកមើលតែវាធ្វើអត់បាទគឺវាអត់អីទេវាអាចទទួលយកបានអញ្ចឹងយើងធ្វើការចំមកក្រោយមួយដែរមកអូខេអញ្ចឹងគឺវាទៅចុះចន្លោះគាត់បើដែរអញ្ចឹងគឺយើងទទួលយកបានហើយវាត្រូវហើយអញ្ចឹងយើងធ្វើការរៀបដាក់កាវដាក់អីទៅហើយយើងរឹតកាទៀបញ្ចូលណាយើងដាក់កាទៀចូលមកអូខេចឹងមកហើយយើងធ្វើការដាក់ខ្ចៅរឹតវាទៅបាទមើលវាស្មើជើងអ្នករងនេះកុំឲ្យវាលីនអីចឹងអូខេបាទអរគុណសម្រាប់ការចូលរួមទស្សនារបស់បងប្អូនទាំងអស់គ្នាបើយល់ថាវីដេអូនេះមានល្អបាទមានអត្ថប្រយោជន៍សម្រាប់បងប្អូនឬក៏ចូលចិត្តជួយចុច like subscribe ដាក់រូបកណ្ដឹងម្នាក់មួយផងដើម្បីធ្វើបានវីដេអូថ្មីជាបន្តបន្ទាប់ពីខ្ញុំបាទចាន់អ្នក share សូមអរគុណអ្នកគ្នាហើយក៏សូមជូនពរបងប្អូនជួបតែសំណាងល្អជម្រាបលា